ត្រីខចង្ខឲ្យមានរសជាតិឆ្ងាញ់ណាតតែយើងខឲ្យផុយទាំងឆ្អឹងអញ្ចឹងមកណាជាពិសេសហាគឺសាច់ត្រីនឹងតែម្ដងបងប្អូនគឺវាខំជាប់ជាមួយនឹងគ្រឿងផ្សំណាពេលដែលយើងញ៉ាំទៅសាច់ត្រីមានជាតិឆ្ងាញ់ខ្លាំងមែនតើហើយសំខាន់ណាសាច់ត្រីបើទោះជាយើងខយូរប៉ុណ្ណាក៏អត់បែកសាច់ដែរណាបងប្អូនចំពោះការធ្វើរបស់នាងខ្ញុំជាដំបូងនាងខ្ញុំបានយកម្នាស់មកចិតជាចំណិតស្ដើងរួចយកមករៀបដាក់នៅបាតឆ្នាំងអញ្ចឹងមកណាបងប្អូនដើម្បីនៅពេលដែលយើងខទៅជួយឲ្យត្រីខរបស់យើងនឹងមានរសជាតិឆ្ងាញ់ហើយសំខាន់ណាម្នាស់ជួយធ្វើឲ្យត្រីរបស់យើងនឹងពេលដែលខទៅឆាប់ផុយឆ្អឹងថែមទៀតសម្រាប់ត្រីថ្ងៃនេះនាងខ្ញុំប្រើត្រីរៀលយកមកខហើយត្រីរៀលនេះដែរមានទម្ងន់1គីឡូងាកមកមើលការធ្វើរបស់នាងខ្ញុំជាបន្តទៀតគឺយើងដាក់ខ្ទះទុកឲ្យក្តៅរួចនាងខ្ញុំបានដាក់ស្ករត្នោត1ស្លាបព្រាបាយស្ទើចូលរួចយើងកូរស្ករត្នោតចុះឡើងមើលតែថាស្ករត្នោតឡើងក្លិនឈ្ងុយនិងពណ៌ក្រហមប៉ុណ្ណឹងយើងអាចចាក់ខ្ទឹមសចូលទៅបំពងជាមួយនឹងស្ករត្នោតនឹងបានដែរណាបងប្អូនរួចយើងបំពងឲ្យស្ករជាមួយនឹងខ្ទឹមហ្នឹងឡើងក្លិនឈ្ងុយល្អបន្តិចសិនទើបនាងខ្ញុំចាក់គ្រឿងផ្សំរសជាតិចូលសម្រាប់គ្រឿងផ្សំនាងខ្ញុំប្រើទឹកត្រី1ស្លាបព្រាបាយទឹកប៉េងប៉ោះ2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប1ចុងស្លាបព្រាបាយទឹកស៊ីអ៊ីវខាប់1ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេហើយនិងម្រេចម៉ដ្ឋ1ស្លាបព្រាកាហ្វេចំពោះរសជាតិខត្រីនេះដែរគឺយើងយករសជាតិរៀងប្រៃផ្អែមឡំណាបងប្អូនទើបមានរសជាតិឆ្ងាញ់បន្ទាប់មកនាងខ្ញុំបានយកទឹកគ្រឿងផ្សំដែលយើងបានលាយទុកឲ្យមិញហ្នឹងយកមកស្រោចពីលើត្រីដើម្បីយកទៅរំងាស់ធ្វើជាខបានហើយណាចារយៈពេលនៃការរំងាស់ខត្រីរបស់នាងខ្ញុំនេះគឺប្រើពេលរៀងយូរបន្តិចបងប្អូនដោយសារតែយើងត្រូវការឲ្យសាច់ត្រីរបស់យើងហ្នឹងបានផុយទាំងឆ្អឹងអញ្ចឹងហើយរយៈពេលនៃការរំងាស់របស់នាងខ្ញុំគឺខ្ទង់ប្រហែល2ម៉ោងអីទើបធ្វើឲ្យសាច់ត្រីរបស់យើងហ្នឹងផុយទាំងឆ្អឹងបានល្អសម្រាប់ខត្រីនេះដែរនាងខ្ញុំបានបន្ថែមប៉េងប៉ោះ2ផ្លែដែរបងប្អូនចំណែកឯរសជាតិវិញនិយាយពីថាឆ្ងាញ់ខ្លាំងមែនតែនជាពិសេសគឺសាច់ត្រីនឹងតែម្ដងបងប្អូនពេលដែលយើងញ៉ាំទៅមានជាតិឆ្ងាញ់ណាហើយបានខផុយទាំងឆ្អឹងអញ្ចឹងទៀតនិយាយពីថាញ៉ាំទៅជក់មាត់ខ្លាំងមែនតែនចាឥឡូវការបង្ហាញពីរបៀបខត្រីរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយជួបគ្នាថ្ងៃស្អែកសារជាថ្មីម្ដងទៀតអរគុណ